សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro BKA ទាំងអស់គ្នាសូមជួយចុច Like Subscribe និងសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងណាតោះឥឡូវយើងទៅដឹងចំណងជើងសាច់រឿងយើងទាំងអស់គ្នាកូនប្រសាអ្នកក្រម៉ៃក្មេកមិនពេញចិត្តមួយរឿងចំចាប់ផ្ដើមផ្សាយរឿងដំបូងរបស់យើងនេះគឺជាតួស្រីមួយឈ្មោះថាសានរូយ៉ាងគឺគាត់កំពុងតែអង្គុយនិយាយជាមួយនឹងកូនរបស់គាត់ថាពេលដែលគាត់សម្រាប់កូនហើយគាត់នឹងញោមទៅជួបលោកតាណាសតទៅពេលនឹងម្ដាយក្មេកចិត្តខ្មៅគាត់នឹងក៏បានចូលមកគាត់ថាអត់ធ្វើការងារទេអីគឺតែអង្គុយនិយាយរឿងអត់ប្រយោជន៍នឹងឯងតួស្រីរបស់យើងក៏ទាញកណាត់យកមកជួយកូរ៉ូនេះក៏ធ្វើឲ្យម៉ៃក្មេករអិលនេះក៏ម៉ៃក្មេកចោទប្រកាន់ថាកូនប្រសានេះគឺចង់ធ្វើឃាតទៅលើគាត់អីចឹងណាតួស្រីរបស់យើងថាគាត់មិនមានបំណងអាក្រក់ទៅលើម្ដាយក្មេកទេគាត់គ្រាន់តែជួបកូរ៉ូមកឯងដើរទៅកន្លែងនឹងវាល្អិលចឹងហើយដោយសារតែវាទឹកសើមអញ្ចឹងណាហើយគាត់នឹងក៏បាននិយាយថាតួស្រីរបស់យើងនេះតមាត់ជាមួយនឹងគាត់ហើយគាត់នឹងក៏ចាប់ផ្ដើមធាក់តួស្រីរបស់យើងនេះក៏ចាប់ផ្ដើមធ្វើឲ្យតួស្រីរបស់យើងនេះគឺគាត់រលូតកូនតែម្ដងណាហើយគាត់នឹងក៏ចាប់ផ្ដើមថាអូតួស្រីរបស់យើងនេះទៅយកកូននឹងចេញទៅសតទៅពេលនឹងអ៊ីនៅចិត្តផ្ទះនឹងគាត់នឹងក៏បានឃើញហើយគាត់នឹងក៏បានចូលទៅជួយសង្គ្រោះតួស្រីរបស់យើងនឹងឯងហើយពួកគាត់នឹងក៏ចាប់ផ្ដើមបទីបតុងគ្នាដើម្បីទាញតួស្រីរបស់យើងទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះតួស្រីរបស់យើងនេះឲ្យរួចផុតពីការរលូតកូនណាអ្នកមីងនឹងគាត់នឹងក៏បានជូនតួស្រីរបស់យើងនេះទៅដល់មន្ទីរពេទ្យគាត់ភ័យផងគាត់យំផងខ្លាចតួស្រីរបស់យើងមានបញ្ហាឯចំណែកបរិសម្នាក់នេះគឺជាឪពុករបស់តួស្រីរបស់យើងដែលគាត់បានបាត់កូនរបស់គាត់អស់រយៈពេលជាង10ឆ្នាំហើយអញ្ចឹងហើយគាត់នឹងក៏ចាប់ផ្ដើមដឹងដំណឹងថាកូនរបស់គាត់គឺរស់នៅក្នុងទីក្រុងមួយអញ្ចឹងណាចំណែកតួស្រីរបស់យើងក៏ចាប់ផ្ដើមដឹងខ្លួនមកវិញអ៊ីដែលគាត់តែងតែជួយតួស្រីរបស់យើងគាត់នឹងក៏បាននិយាយជាមួយនឹងតួស្រីថាកូនរបស់គាត់គឺបានបាត់បង់ជីវិតបាត់ទៅហើយគឺពេលមិនអាចជួយបានទេហើយតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមអន់ចិត្តគាត់ខូចចិត្តខូចអីអញ្ចឹងណាហើយឯចំណែកអ្នកគ្រូពេទ្យក៏បានមកប្រាប់ថាអ្នកគ្រូសាររបស់តួស្រីរបស់យើងឲ្យទៅបង់លុយថ្លៃពេទ្យផងដោយសារតែពេទ្យបញ្ញាប់ហើយតួស្រីរបស់យើងគាត់ឲ្យអ្នកមីងគាត់នឹងក៏បានសម័យអំពីរឿងដែលតួស្រីរបស់យើងបានជួយជីវិតរបស់គាត់ដែលគាត់បានដើរដួលសន្លប់នេះអញ្ចឹងហើយគឺជាពាក់គុណតួស្រីរបស់យើងគាត់នឹងក៏តែទៅជួយជ្រោមជ្រែងជួយតួស្រីរបស់យើងតួស្រីរបស់យើងអត់មានលុយបង់ពេទ្យគាត់នឹងក៏សុខចិត្តថាគាត់ក៏មានលុយតិចតួចដែរអញ្ចឹងហើយគាត់នឹងក៏បានបេះបោចលុយរបស់គាត់លុយមិនគ្រប់គាត់នឹងក៏ចាប់ដើមយកអាបន្តោងខ្សែកដែលគាត់ខំទុកឲ្យកូនរបស់គាត់នេះក៏បេះបោចយកទៅឲ្យតួស្រីរបស់យើងដើម្បីឲ្យតួស្រីរបស់យើងនេះមានអាវិភាបានព្យាបាលជំងឺរបស់គាត់ឲ្យគាត់នេះឆាប់ចេញពីមន្ទីរពេទ្យអីចឹងណាហើយចំណែកគាត់នឹងក៏ថាគាត់អស់ហើយឲ្យអ្នកគ្រូពេទ្យនេះជួយយកខ្សែកនឹងទៅនឹងគឺជាកេរដំណែលដែលគាត់ចង់ទុកឲ្យកូនរបស់គាត់អីចឹងទៅចំណែកតួស្រីរបស់យើងក៏បានតាក់ទងទៅប្តីរបស់គាត់ហើយគាត់ប្តីរបស់គាត់នឹងក៏ចាប់ដើមនិយាយថាគាត់រវល់ប្រជុំប៉ុន្តែប្រជុំនឹងគឺនៅតិចគាត់នឹងឯងតួស្រីរបស់យើងក៏សង្ស័យថាប្តីរបស់គាត់គឺនៅមន្ទីរពេទ្យនឹងឯងហើយគាត់នឹងក៏ចាប់ដើមតាក់ទងទៅម្ដងទៀតណាហើយគាត់នឹងក៏ចាប់ដើមតាក់ទងចូលក៏លើប្តីរបស់គាត់នេះនិយាយយ៉ាងច្បាស់ស្រែកសឡត់ដាក់តួស្រីរបស់យើងហើយកូនតួស្រីរបស់យើងគាត់នឹងក៏ចាប់ដើមចុះពីលើក្រេទៅមើលនេះតើប្តីរបស់គាត់មែនឬមួយក៏យ៉ាងម៉េចអីចឹងណាដល់ពេលនឹងតួស្រីរបស់យើងក៏បើកមកក៏ឃើញប្តីរបស់គាត់ជាមួយនឹងអ្នកនាងឈិញឈិញដែលគេកំពុងតែមកតាក់ទងគ្នាណាហើយគាត់នឹងក៏បានរុញតួស្រីរបស់យើងថាតួស្រីរបស់យើងនេះចង់មកបង្កបញ្ហាជាមួយនឹងគេមែនមកតាមរករឿងគេដល់មន្ទីរពេទ្យនេះតួស្រីរបស់យើងថាគាត់មិនបានមករកបង្កបញ្ហាអីទេគឺគាត់កំពុងតែមកដេកសម្រាប់នៅមន្ទីរពេទ្យដោយសារតែគាត់រលូតកូនណាបំរុងនឹងវាយតួស្រីរបស់យើងប៉ុន្តែអ្នកមីងគាត់នឹងក៏បានចូលមកជួយតនពេលតនវេលាអីចឹងទៅហើយគាត់នឹងក៏បានប្រាប់ថាដោយសារតែម្ដាយរបស់ឯងទៅធ្វើឲ្យកូនរបស់ឯងរលូតហើយចំណែកលោកឈិនហើយគេលើតែកូនរលូតព្រាមគេនឹងក៏ចាប់ដើមសប្បាយចិត្តតែម្ដងគេថាយើងទៅលេងលះគ្នាតែម្ដងទៅកុំឲ្យពាក់ព័ន្ធជាមួយនឹងគាត់ទៀតគឺគាត់ត្រូវការលេងលះជាមួយនឹងតួស្រីរបស់យើងនេះយូរណាស់ហើយដោយសារតែរៀងឈិញឈិញគឺជាកូនអ្នកមានអញ្ចឹងគេអាចវិភាគជួយគ្រប់គ្រងឲ្យគេនឹងមានការងារធ្វើមានក្រុមហ៊ុនមានអីអញ្ចឹងណាអ្នកមីងលើតែបែបហ្នឹងគាត់នឹងក៏ចាប់ដើមធាក់ចំមកអូនតូចរបស់លោកឈិនហើយនេះមួយជើងតែម្ដងគាត់ថាលោកនេះគឺមានខួរជាឪគេអត់កូនវិភាគប្រពន្ធកំពុងតែមានបញ្ហាហើយបែរជាយកស្រីផ្សេងមកដាក់នៅមុខអញ្ចឹងណាអ្នកនាងឈិញឈិញគេនឹងក៏ចាប់ដើមកាន់ជើងទៅលើតួលោកឈិនហៅនឹងឯងគេថាលោកឈិនហៅគឺជាមនុស្សល្អគឺជាមនុស្សដែលគេស្រឡាញ់អញ្ចឹងហើយកុំឲ្យតួស្រីនារីក្រីក្រដូចជាតួស្រីរបស់យើងនេះមកពាក់ព័ន្ធអីជាមួយនឹងលោកឈិនហៅម្ដងទៀតគឺគេចង់ឲ្យតួស្រីរបស់យើងនេះលេងលះជាមួយនឹងលោកឈិនហៅទៅកុំមកពាក់ព័ន្ធអីចឹងណាហើយគេនឹងក៏ចាប់ដើមរោបំរុងចាក់ទៅលើតួស្រីរបស់យើងប៉ុន្តែបានអ្នកមីងនឹងឯងគឺគាត់បានជួយសង្គ្រោះជីវិតរបស់តួស្រីរបស់យើងហើយគាត់ក៏បានគម្រាមថាអ្នកណាហ៊ានទៅប៉ះពាល់ទៅលើតួស្រីរបស់យើងគឺគាត់មិនឲ្យឬខ្លួនចិត្តដាច់ខាតលោកឈិនហៅគេនឹងក៏បាននិយាយថាអ្នកមីងឯងចេះដឹងអីរឿងក្រុមគ្រួសាររបស់គេតែមានបញ្ហាអីចឹងណាហើយគាត់នឹងក៏ចាប់ដើមគម្រាមថាអត់មានអ្នកណាហ៊ានប៉ះពាល់ទេបើសិនជាហ៊ានប៉ះពាល់គាត់នឹងសម្លាប់ចោលតែម្ដងធ្វើឲ្យលោកឈិនហៅគាត់នឹងក៏បាននិយាយថាថ្ងៃស្អែកឡើងមិនញ៉ៃញ៉ៃច្រើនទេទៅលេងលះជាមួយនឹងគាត់តែម្ដងទៅមិនពាក់ព័ន្ធអីជាមួយនឹងក្រុមគ្រួសារឈិនរបស់គាត់ទៀតទេអញ្ចឹងហើយគឺយើងលេងលះគ្នាត្រឹមហ្នឹងណាហើយចំណែកអ្នកមីងនេះក៏ត្រូវគេចាប់តួស្រីរបស់យើងនឹងក៏ត្រូវគេចាប់ផងអីផងក៏ចាប់ដើមគម្រាមហើយចំណែកកូនចៅរបស់ឪពុករបស់តួស្រីរបស់យើងគាត់នឹងក៏ចាប់ដើមដឹងថាតួស្រីរបស់យើងនៅមន្ទីរពេទ្យនេះគាត់នឹងក៏ចាប់ដើមចូលមកដើម្បីរកកូននឹងឯងប៉ុន្តែគឺអ្នកគ្រូពេទ្យក៏ចាប់ដើមសួរថាមានបញ្ហាអីឆ្លោះបតែប្រទេសគ្នាទេ
ចំណែកកូនចៅរបស់ពុករបស់ទូស្រីបើយើងក៏ចាប់បានចូលមកក៏តែគាត់ចូលខុសបន្ទប់ណាអញ្ចឹងហើយគឺគេប៊ីនឹងសម្រាប់ទូស្រីឲ្យប៉ុន្តែគេចង់ឲ្យទូស្រីបើយើងនេះចេញទៅក្រៅមន្ទីរពេទ្យគាត់ធ្លាក់បន្តោងខាងក្រោមនេះហើយពួកគាត់ក៏ចាប់បានអូទូស្រីបើយើងនេះចេញទៅខាងក្រៅទៅហើយឯចំណែកអ្នកនាងឈិញគេនឹងក៏បានឃើញបន្តោងរបស់ទូស្រីបើយើងជ្រុះនៅខាងក្រោមគាត់ក៏ចាប់បានរើសមកចៃដន្យអីកូនចៅរបស់ឪពុករបស់គាត់ក៏ចាប់បានចូលមកក៏ចាប់បាននិយាយគោរពទៅអ្នកនាងឈិញថានេះគឺជាអ្នកនាងកូនក្រុមគ្រួសារសាទដែលគាត់កំពុងតែតាមរកអស់រយៈពេលជាង10ឆ្នាំធ្វើឲ្យអ្នកនាងឈិញគាត់នឹងក៏ចាប់បានមានឱកាសថាគាត់នឹងខ្លែងខ្លួនរបស់គាត់ថាធ្វើជាទូស្រីបើយើងនឹងខ្លាចជាកូនក្រុមគ្រួសារសាទអីចឹងណាកូនចៅឪពុករបស់ទូស្រីបើយើងក៏បាននិយាយហៅអ្នកនាងឈិញឲ្យទៅផ្ទះជាមួយនឹងគាត់អាចចំណែកទូស្រីបើយើងនេះក៏ត្រូវក្រុមពួកគាត់នឹងក៏ចាប់បានធ្វើបាបទៅលើទូស្រីបើយើងឯងហើយក៏គំរាមទូស្រីថាកុំឲ្យពាក់ព័ន្ធជាមួយនឹងគាត់ទៀតគាត់ចាំទូស្រីបើយើងនៅថ្ងៃលេងលះជាមួយនឹងគ្នានៅថ្ងៃស្អែកណាអ្នកមីងថាកុំភ័យកុំអារម្មណ៍ចាំគាត់ជួយជ្រុំជ្រែងទូស្រីបើយើងគាត់នៅមើលថែទូស្រីបើយើងឯងចំណែកលោកឈិនហៅគាត់នឹងក៏ចាប់បានដើរមកចូលវិញក៏មកសួរអ្នកនាងឈិញថាជាអ្នកណាអ្នកនាងឈិញគាត់នឹងក៏បាននិយាយឃើញតែក្រុមគ្រួសារសានដែលជាអ្នកមានផុតលេខនឹងគាត់នឹងក៏ចាប់បានប្រាប់ទៅលោកឈិនហៅថានេះគឺជាកូនចៅក្រុមគ្រួសារប៉ារបស់ខ្ញុំដែលគេកំពុងតែរកខ្ញុំអីចឹងណាគឺគេបានលេងល្បីជាមួយនឹងលោកឈិនហៅនឹងឯងដើម្បីចង់បានទ្រព្យសម្បត្តិក្រុមគ្រួសារសានហើយពួកគាត់នឹងក៏ចាប់បានមកប្រាប់ដំណឹងដល់ម្ដាយបង្កើតរបស់គាត់ថាគាត់នឹងគឺកំពុងតែត្រូវក្រុមគ្រួសារសានគឺគេចង់យកគាត់ធ្វើជាកូនអីចឹងទៅគឺគេមានឱកាសខ្លាចជាអ្នកមានម្ដាយរបស់គេនឹងក៏ចាប់បាននិយាយបដាកូនថាឲ្យខ្លាចជាអ្នកមានកូនទៅដើមទ្រព្យសម្បត្តិក្រុមគ្រួសារសានមកដើម្បីយកលុយមករស់នៅជាមួយនឹងក្រុមគ្រួសាររបស់យើងអីចឹងណាចំណែកតួស្រីបើយើងដើរមកលេងលះជាមួយនឹងប្តីរបស់គាត់នឹងក៏ឃើញឪពុករបស់គាត់កំពុងតែដើរត្រូវប៊ីនឹងឡានបុកនេះគាត់នឹងក៏បានជួយសង្គ្រោះទៅលើឪពុករបស់គាត់នឹងឯងហើយឪពុករបស់គាត់ឃើញតែតួស្រីបើយើងគាត់នឹងក៏ចាប់អារម្មណ៍ថាដូចជាកូនស្រីរបស់គាត់អីចឹងណាប៉ុន្តែតួស្រីបើយើងគាត់នឹងក៏មិនបាននិយាយអីជាមួយនឹងឪពុករបស់គាត់ដែរកូនចៅរបស់គាត់ក៏បានតាក់ទងមកប្រាប់ថាគាត់រកកូនស្រីរបស់គាត់នឹងឃើញហើយឲ្យទៅជួបនៅមន្ទីរពេទ្យទៅហើយគាត់នឹងក៏ចាប់អារម្មណ៍សប្បាយចិត្តហើយគាត់នឹងក៏បានទុកការងារនេះឲ្យតួស្រីបើយើងនេះទៅធ្វើការងារនៅថ្ងៃស្អែកនៅកន្លែងការងាររបស់គាត់ទៅប៉ុន្តែគាត់អត់ទាន់អស់អាឡ័យជាមួយនឹងអារម្មណ៍នឹងមួយនឹងទេគឺគាត់សម័យឃើញកូនរបស់គាត់ណាចំណែកអ្នកនាងឈិញជាមួយនឹងលោកឈិនហៅនេះគេកំពុងតែមកដល់ក្នុងផ្ទះមកអង្គុយចាំឪពុកនេះគេក៏ឃើញឪពុករបស់ទូស្រីបើយើងគេធ្វើជាអោបគេធ្វើជាអីណាធ្វើដូចជាគេគឺជាកូនបង្កើតអញ្ចឹងគេក៏ចាប់ផ្ដើមថាគេបែកប៉ាយូរណាស់គេនឹកប៉ាណាស់ហើយអីបើជាប៉ានឹងចាក់ចោលគេមិនគួរណាប៉ានេះទៅចោលខ្ញុំសោះអីអញ្ចឹងណាហើយគាត់នឹងក៏ចាប់ផ្ដើមធ្វើជាទឹកភ្នែកអាលីងអាឡូងផងអីផងតាប៉ានឹងបកគោត្រូវភិហ៊ុនឲ្យកូនដើម្បីឲ្យកូននេះរស់នៅសុខស្រួលប៉ាសុំទោសកាលពីប្រហែលឆ្នាំមុនប៉ាបោះបង់កូនចោលអីអញ្ចឹងទៅដល់ពេលគេបានដៃគេនឹងក៏ចាប់ផ្ដើមចូលមកធ្វើការក៏វាក់ជាមួយនឹងទូស្រីបើយើងនេះក៏ចូលមកធ្វើការនៅកន្លែងនឹងដែរអ្នកនាងឈិញគេនឹងក៏ចាប់ផ្ដើមភ័យខ្លាចតែទូស្រីបើយើងនេះដឹងសាច់រឿងគេនឹងក៏ចាប់ផ្ដើមថាគេរករកវិធីណាដើម្បីកម្ចាត់ទូស្រីបើយើងនេះឲ្យចេញពីកន្លែងក្រុមហ៊ុនក្រុមគ្រួសារសានដើម្បីឲ្យគេរស់នៅសោយសុខណាហើយចំណែកគេក៏បានសួរថាទូស្រីបើយើងមកទីនេះធ្វើអីទូស្រីបើយើងថាលោកក្រុមហ៊ុនក្រុមគ្រួសារសានគឺឲ្យគាត់មកធ្វើការអញ្ចឹងណាហើយគេនឹងក៏ចាប់ផ្ដើមនាំមិត្តភ័ក្តិពួកម៉ាក់គេនេះដែលស្ទើរស្គាល់គ្នាថ្មីគេមកធ្វើបាបគឺគេមកកម្ចាត់ទៅលើទូស្រីបើយើងនឹងឯងទូស្រីបើយើងគឺគាត់អត់ចង់រវល់ទេគឺគាត់មកធ្វើការគឺដឹងតែធ្វើការគាត់អត់ចង់រងាយជាមួយនឹងអ្នកណាទេប៉ុន្តែពួកគាត់គឺមិនឲ្យតួស្រីបើយើងនេះរួចខ្លួនទេគឺគេចាប់ផ្ដើមរករឿងរងាយទៅលើតួស្រីបើយើងថាដោះលែងគាត់ទៅក៏មិនរងាយអ្នកមីងគាត់នឹងក៏ចាប់ផ្ដើមចូលមកក៏មិននិយាយថាហេតុអីបានជាពួកនាងមកធ្វើបាបទៅលើនាងទៀតហើយតែនាងប៉ះពាល់អីទៅលើនាងអាចចំណែកអ្នកនាងឈិញគេថាដោយសារតែអ្នកទាំងពីរគឺជាអ្នកបង្កបញ្ហាគឺគេមិនចង់ឲ្យចូលមកនៅក្នុងក្រុមគ្រួសារសានរបស់គេទេអញ្ចឹងហើយឲ្យចេញពីកន្លែងហ្នឹងទៅហើយសតទៅពេលហ្នឹងគេឃើញតែតួស្រីបើយើងផ្ទះគេមួយកំភ្លៀងហ្នឹងកូនចៅរបស់គេក៏បានប្រាប់ថាឪពុករបស់នាងមកហើយគេនឹងក៏ចាប់ផ្ដើមធ្វើជាឈឺផងអីផងនេះដើម្បីឲ្យឪពុករបស់តួស្រីបើយើងនេះបណ្ដេញតួស្រីបើយើងនេះចេញពីកន្លែងហ្នឹងណាហើយគេថាតួស្រីបើយើងនេះវាយគេចំពោះចំអីផងដែលគេកំពុងតែមានផ្ទៃពោះនេះហើយតួស្រីបើយើងគាត់នឹងក៏បានអះអាងខ្លួនគាត់ថាគាត់មិនបានធ្វើបាបអ្នកនាងឈិញហ្នឹងទេហើយអ្នកមីងគាត់នឹងក៏បានអះអាងទៅទៀតថាគាត់គឺជាវាថាគាត់នៅកន្លែងហ្នឹងដែរគាត់គឺជាសាក់សីអញ្ចឹងណាថាគាត់ក៏បានឃើញថាតួស្រីបើយើងគឺមិនបានវាយពោះវាយអីទេគឺគាត់បានឃើញបែបហ្នឹងប៉ុន្តែអ្នកនាងឈិញគឺគេមិនទាន់អស់ចិត្តទេគេថាគេនៅតែកំចាត់ទៅលើតួស្រីបើយើងមួយសារទៀតហើយអាចចំណែកអ្នកមីងហើយនឹងតួស្រីបើយើងក៏កំពុងតែនិយាយជាមួយនឹងគ្នាថាតួស្រីបើយើងទៅណាគាត់ទៅនឹងដែរអញ្ចឹងណាអ្នកនាងឈិញក៏ដើរមកដល់គេនឹងក៏បានប្រាប់ឲ្យតួស្រីបើយើងនេះទៅយកទឹកដោះគោឲ្យគេមួយកែវហើយតែតួស្រីបើយើងថាគាត់មិនមែនជាកូនចៅរបស់អ្នកនាងឈិញទេតែអ្នកនាងឈិញមកប្រើគាត់ធ្វើអីមិនទៅដួសខ្លួនឯងអ្នកមីងគាត់នឹងក៏បាននិយាយថានាងទៅដងខ្លួនឯងទៅហើយចាំបាក់ពាក់ព័ន្ធអីជាមួយនឹងតួស្រីបើយើងធ្វើអីតួស្រីបើយើងថាមិនបាច់និយាយគាត់នឹងក៏បានទៅយកឲ្យអ្នកនាងឈិញនេះហើយអ្នកនាងឈិញយកមកដល់គេនឹងក៏ចាប់ដាក់ថ្នាំរលូតកូននេះដើម្បីទម្លាក់កំហុសថាតួស្រីបើយើងនេះគឺបានដាក់ថ្នាំរលូតកូនទៅឲ្យគេអញ្ចឹងណាហើយគេនឹងក៏ចាប់ស្រែកទៅឈឺពោះណាអ្នកមីងថាអ្នកណាជាអ្នកដាក់ថ្នាំនាងហើយឪពុករបស់គាត់ក៏ចាប់ដើរចូលមកគេនឹងក៏បាននិយាយថាតួស្រីបើយើងគឺបានធ្វើបាបគេអញ្ចឹងណាថាតួស្រីបើយើងគឺទៅយកទៅដោះគោឲ្យគេមុនហ្នឹងគឺបានដាក់ថ្នាំរលូតកូនឲ្យគេនេះហើយពួកគាត់នឹងក៏ចាប់ឆ្លោះបន្ត
បតែងគ្នាក៏យកអ្នកនាងចេញមកដល់មន្ទីរពេទ្យធ្វើឲ្យលោកឈិនហៅគេនឹងក៏ចាប់ដើមខឹងថាអ្នកណាធ្វើបាបកូនរបស់គេអាចចំណាយតួស្រីរបស់យើងថាគាត់អត់មានពាក់ព័ន្ធអីទេប៉ុន្តែលោកឈិនហៅគឺនៅតែវាយទៅលើតួស្រីរបស់យើងថាតួស្រីរបស់យើងនេះគឺជាអ្នកបង្កបញ្ហាឲ្យកូនរបស់គេនេះរលូតអីអញ្ចឹងណាហើយតួស្រីរបស់យើងថាគាត់អត់ដឹងរឿងអីទេក៏មកពាក់ព័ន្ធជាមួយនឹងគាត់ក៏គ្រាន់តែយកទៅដោះគោពិតប្រាកដតែគាត់មិនបានតម្លាក់កូននឹងទេហើយគេក៏ចាប់ដើមផ្ទះកំភ្លៀងទៅលើតួស្រីផងអីផងតួស្រីរបស់យើងគឺគាត់ខឹងដែរគាត់នឹងក៏ចាប់ដើមខឹងអាវាគាត់និយាយទៅលើលោកឈិនហៅវិញណាថាលោកឈិនហៅនេះគឺជាប្តីរបស់គាត់អតីតហេតុអីបានជាលោកនេះទៅកាន់យកស្រីផ្សេងយកមនុស្សផ្សេងយកលួចក្បត់ចិត្តគាត់ទៅតាក់ទងជាមួយនឹងស្រីខាងក្រៅហើយមានកូនហើយមកពាក់ព័ន្ធជាមួយនឹងគាត់អញ្ចឹងណាក្រែងតែយើងលេងលះជាមួយនឹងគ្នាហើយអីចាប់ដល់ពេលហ្នឹងអ្នកមីងគាត់នឹងក៏ចាប់ដើមថាកុំឲ្យធ្វើបាបទៅលើតួស្រីរបស់យើងអាចចំណែកអ្នកនាងឈិញគឺគេកំពុងតែសោយសុកលើកំណោទុករបស់អ្នកដតីណាអាចចំណែកលោកឈិនហៅគេនឹងក៏បាននិយាយថានាងមិនមានពាក់ព័ន្ធអីជាមួយនឹងខ្ញុំទៀតទេហើយកូនក៏មិនមែនជាកូនរបស់នាងដែរធ្វើឲ្យឪពុករបស់តួស្រីរបស់យើងក៏បានចាប់អារម្មណ៍ថាអ្នកនាងឈិញគឺបានលួចប្តីរបស់គេអញ្ចឹងណាអាចចំណែកអ្នកមីងគាត់នឹងក៏បាននិយាយថានាងគឺជាអ្នកយកប្តីរបស់តួស្រីរបស់យើងពិតប្រាកដគាត់គឺជាប្រពន្ធដើមអីអញ្ចឹងទៅហើយគាត់នឹងក៏បានបង្ហាញការរូបរៀបការរបស់គាត់ជាមួយនឹងលោកឈិនហៅណាទៅប្រាប់ឪពុករបស់គាត់អាចចំណែកអ្នកនាងឈិញជាមួយលោកឈិនហៅក៏ចាប់ដើមលេងល្បិចជាមួយនឹងគ្នាថាគាត់ហ្នឹងគឺបានលួចលាក់តាក់ទងថាអ្នកនាងឈិនគឺគាត់មិនដឹងអីទេគាត់សុំទោសអីចឹងណាហើយគាត់អ្នកនាងឈិនគេហ្នឹងក៏ចាប់ដើមនិយាយទៅប្រាប់ឪពុករបស់គេថាគាត់អត់ដឹងរឿងទេមិនដឹងថាលោកឈិនហៅនឹងមានប្រពន្ធពីពេលណាទេគាត់ក៏ហក់បោកប្រាស់ខ្ញុំឲ្យខ្ញុំនេះទៅតាក់ទងជាមួយនឹងគាត់អីចឹងទៅហើយគាត់ហ្នឹងក៏ចាប់ដើមសួរនាំទទួលស្រីរបស់យើងថាពិតប្រាកដឬមួយក៏អត់អីចឹងណាទូស្រីរបស់យើងក៏បាននិយាយថាពិតប្រាកដគឺគាត់បានក្បត់ចិត្តមែនគឺគាត់គឺវាថាម្ដាយក្មេករបស់គាត់គឺបានវាយទូស្រីរបស់យើងឲ្យរលូតកូនផងអីផងនេះហើយគាត់នឹងក៏ចាប់ដើមប្រឆ្លោះសាច់គ្នាពេញណាពេញអីចឹងទៅស្រាប់តែពេលហ្នឹងទូស្រីរបស់យើងក៏បានឃើញបន្តោងខ្សែករបស់គាត់គឺបានជ្រុះនៅដីហើយគាត់នឹងក៏បានសួរនាំថាហេតុបានជាអ្នកនាងឈិញយកខ្សែករបស់គាត់ហើយអ្នកនាងឈិញក៏ឆក់យកនេះហើយគេថាជារបស់គេណាប៉ុន្តែអ្នកមីងថាជារបស់នាងពីពេលណាគឺខ្ញុំបានឃើញតាំងពីទូស្រីរបស់យើងពាក់តាំងពីដើមនេះហើយគាត់នឹងក៏បានប្រាប់ថានេះគឺជាបន្តោងរបស់គាត់ពិតប្រាកដមែនឪពុករបស់ទូស្រីរបស់យើងក៏បានសួរថាអ្នកនាងឈិញបានបន្តោងខ្សែកនឹងមកពីណាទូស្រីរបស់យើងកន្លែងនឹងហើយគឺគាត់បានដឹងរឿងថាអ្នកនាងឈិញគឺបានយកបន្តោងខ្សែកនឹងមកកុហកបោកប្រាស់ឪពុករបស់គាត់ដើម្បីឲ្យគាត់នឹងបានចូលរស់នៅក្នុងក្រុមគ្រួសារសានណាអញ្ចឹងហើយទូស្រីរបស់យើងគាត់ក៏ចាប់ផ្ដើមហែកមុខអ្នកនាងឈិញទៅពេលនឹងតែម្ដងធ្វើឲ្យអ្នកនាងឈិញនេះគឺគេមិនហ៊ានជាមួយនឹងទូស្រីរបស់យើងនេះទេហើយគេនឹងក៏ចាប់ផ្ដើមធ្វើជាឈឺពោះផងអីផងឲ្យឪពុករបស់គេជួយអាណិតណាសត្វតែពេលហ្នឹងអ្នកមីងគាត់នឹងក៏មានកំណត់មួយក៏ថាឥឡូវនេះយកសក់របស់នាងទៅធ្វើតេស្ត DNA តែម្ដងទៅដើម្បីឲ្យដឹងថាអ្នកណាគឺជាកូនក្រុមគ្រួសារសានពិតប្រាកដណាឪពុករបស់ទូស្រីរបស់យើងក៏យកសក់របស់អ្នកនាងឈិញនេះយកមកធ្វើតេស្ត DNA ដើម្បីឲ្យអ្នកទាំងអស់គ្នានឹងបានដឹងអីនឹងឯងកូនចៅរបស់គាត់ក៏ចាប់ផ្ដើមយកទៅធ្វើតេស្ត DNA ទូស្រីរបស់យើងក៏មើលទៅឪពុករបស់គាត់ដោយមិនដាក់ភ្នែកអីចឹងណាហើយគាត់នឹងក៏ចាប់ផ្ដើមមកមើលតេស្ត DNA គាត់នឹងក៏បានឃើញថាតួស្រីរបស់យើងគឺជាកូនរបស់គាត់ពិតប្រាកដ 100% តែម្ដងហើយគាត់នឹងក៏ចាប់ផ្ដើមសុំទោសទៅតួស្រីរបស់យើងដែលគាត់ធ្វើជ្រុលទៅលើតួស្រីរបស់យើងហើយអ្នកនាងឈិញនេះគេនឹងក៏ចាប់ផ្ដើមភ័យខ្លួនណាដោយសារតែឪពុកកូនរបស់គេគឺបានជួបជុំគ្នាវិញហើយចឹងហើយអ្នកនាងឈិញគាត់នឹងក៏ចាប់ផ្ដើមទៅសុំទោសទៅលើឪពុករបស់តួស្រីរបស់យើងប៉ុន្តែឪពុករបស់តួស្រីរបស់យើងគាត់នឹងក៏មិនបានលើកលែងទោសឲ្យដែរហើយគាត់នឹងក៏បាននិយាយថាបើនាងចង់ឲ្យខ្ញុំអត់ទោសរបស់ឲ្យនាងគឺនាងទៅសុំអង្វរកូនស្រីរបស់ខ្ញុំទៅបើសិនជាកូនស្រីរបស់ខ្ញុំលើកលែងទោសឲ្យនាងនឹងរួចខ្លួនតែបើគេមិនលើកលែងទោសឲ្យនាងទេនាងត្រូវជាប់គុកអស់មួយជីវិតតែម្ដងគឺគាត់មិនអាចលើកលែងទោសឲ្យបានណាហើយគេនឹងក៏ចាប់ដើមលួនទៅសំពះតួស្រីឲ្យវាក្រាបលួនជាមួយនឹងតួស្រីឲ្យលើកលែងទោសឲ្យគេផងថាគេមិនចង់ធ្វើរឿងបែបហ្នឹងទេកុំឲ្យតួស្រីរបស់យើងនេះធ្វើបាបគាត់ដាក់គុកក្នុងគាត់ដាក់ក្នុងគុកអីប៉ុន្តែតួស្រីរបស់យើងថានាងគួរតែសំចូលគុកទៅល្អជាងកុំឲ្យចេញមកខាងក្រៅនាំតែទៅគេទៅឯងមកខ្លាចបន្លំឯកសារក្រុមគ្រួសាររបស់ខ្ញុំធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំនេះចលាចលអីចឹងណាហើយឪពុករបស់តួស្រីរបស់យើងក៏បានឲ្យកូនចៅរបស់គាត់នេះចាប់អ្នកនាងឈិញយកទៅដាក់គុកតែម្ដងអ្នកនាងឈិញរោចាក់សម្លាប់តួស្រីរបស់យើងតែឪពុករបស់គាត់បានជួយទាន់ណាចឹងហើយក៏អ្នកនាងឈិញជាប់គុកទៅហើយចំណែកឪពុកនិងកូនគាត់នឹងក៏បានជួបជុំគ្នាវិញហើយពួកគាត់នឹងក៏ចាប់ផ្ដើមនិយាយគ្នាអំពីរឿងថាគាត់សុំទោសទៅលើកូនស្រីរបស់គាត់ដែលគាត់បានបោះបង់កូនស្រីរបស់គាត់ចោលអស់រយៈពេលជាច្រើនឆ្នាំឲ្យកូនស្រីរបស់គាត់រស់នៅយ៉ាងលំបាកវេទនាមិនដឹងថាកូនរបស់គាត់នេះយ៉ាងរស់យ៉ាងម៉េចអីចឹងណាហើយគាត់នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងតួស្រីថាគាត់នឹងមិនឲ្យតួស្រីរបស់យើងនេះលំបាកទៀតទេទៅកាន់កាប់ក្រុមសម្បត្តិក្រុមគ្រួសារសានវិញទៅហើយចំណែកម្ដាយរបស់លោកឈិនហៅគេនឹងក៏បានទទួលដំណឹងថាគឺកូនក្រុមគ្រួសារសានគឺគេបានវាថារកឃើញវិញហើយគឺគេបានដឹងណាហើយពួកគាត់នឹងក៏បានដឹងដំណឹងថាអ្នកនាងឈិញគឺនៅកន្លែងហ្នឹងអញ្ចឹងហើយគឺគេថាបន្តិចទៀតនឹងឲ្យអ្នកនាងឈិញនេះខ្លាចជាកូនក្រុមគ្រួសារសាននឹងខ្លាចជាអ្នកមានជាមួយនឹងគ្នាដោយសារតែគេគឺមានតំណែងតំណងស្នេហាអីជាមួយនឹងគ្នាអញ្ចឹងទៅគឺគេបានប្រាប់ឲ្យកូនរបស់គេនេះទៅជួបឬមួយក៏ទៅនិយាយជាមួយនឹងកម្មវិធីជប់លៀងហ្នឹងទៅដើម្បីរៀបការជាមួយនឹងអ្នកនាងឈិញដើម្បីឲ្យអ្នកនាងឈិញនេះខ្លាចជាកូនក្រុមគ្រួសារសានហើយយើងនឹងខ្លាចជាអ្នកមានរួមគ្នាអញ្ចឹងណាគឺគេមានគំនិតអាក្រក់គំនិតថោកទាបនឹងឯងហើយកូនរបស់គេក៏ចាប់ផ្ដើមលឺគំនិតរបស់ម្ដាយគេនឹងក៏ចាប់ផ្ដើមថាគេនឹងពេញចិត្តជាមួយនឹងគំនិតម្ដាយណាហើយគេនឹងក៏ចាប់ផ្ដើមទៅក្នុងកម្មវិធីដែលក្រុមគ្រួសារសានគេប្រកាសហៅឈ្មោះកូនរបស់គាត់នឹងឯងហើយតែគឺអង្គរៈនឹងគឺគេមិនឲ្យចូលទេ
សត្វតែពេលហ្នឹងលោកឈិនហើយក៏ត្រូវវាយផងអីផងប៉ុន្តែបានតួស្រីរបស់យើងនេះចូលមកជួយសង្គ្រោះកុំឲ្យគេវាយទៀតអីទៀតអញ្ចឹងណាហើយគេនឹងក៏ចាប់បានឋានតិចទៀតគេនឹងរៀបការជាមួយនឹងកូនក្រុមគ្រួសារសានហើយគេនឹងមិនលើកលែងឲ្យអ្នកទាំងពីរហ្នឹងទេហើយតួស្រីរបស់យើងក៏បានចូលមកជួយសង្គ្រោះហើយគេនឹងក៏ចាប់បានអរគុណទៅតួស្រីរបស់យើងឋានតិចទៀតគាត់នឹងចូលទៅខាងក្នុងអីចឹងណាសត្វតែពេលហ្នឹងឪពុកម្ដាយឪពុករបស់តួស្រីរបស់យើងក៏ចាប់បានចូលមកហើយគាត់នឹងក៏ចាប់បាននិយាយពីក្រោយខ្នងរបស់លោកឈិនហើយថាលោកឈិនហើយនឹងមានសិទ្ធិអីមករៀបការជាមួយនឹងកូនក្រុមគ្រួសារសានហើយចំណែកឪពុករបស់តួស្រីរបស់យើងក៏បាននិយាយជាមួយនឹងតួស្រីឲ្យតួស្រីរបស់យើងនេះប្រយ័ត្នប្រយែងចាំតិចទៀតគាត់នឹងចូលទៅខាងក្នុងណាតួស្រីរបស់យើងថាគាត់នឹងចូលទៅហែកមុខលោកឈិនហើយឲ្យគេបាននឹងម្ដងណាលោកឈិនហើយចូលមកដល់ខាងក្នុងគេនឹងក៏ចាប់ដើមដើរមើលតែណាជាអ្នកនាងឈិនបាត់អ្នកនាងឈិនក៏បាក់ជាមួយនឹងតួស្រីរបស់យើងក៏គេក៏ចាប់ដើមសួរទៅអ្នកនាងតួស្រីរបស់យើងថាមានឃើញកូនកំមុំរបស់ក្រុមគ្រួសារសានឬក៏អត់តែគេចិត្តកើតជាគូដណ្ដឹងរបស់ខ្ញុំអីចឹងណាហើយគេក៏ចាប់ដើមនិយាយតួស្រីរបស់យើងថាហាកែងលោកជាគូដណ្ដឹងជាមួយនឹងគ្នាហើយវាជាមិនស្គាល់មុខសត្វតែពេលហ្នឹងតួស្រីរបស់យើងក៏បាននិយាយថាប្រហែលជាខ្ញុំដឹងគេនឹងក៏ចាប់ដើមទាញចិញ្ចៀននេះយកមកភ្ជាប់ពាក្យជាមួយនឹងតួស្រីរបស់យើងតែម្ដងថាឲ្យរៀបការជាមួយនឹងគេទៅគេគឺជាបរិសង្ហាអស់លោកអស់លើលោកណាអញ្ចឹងហើយតួស្រីរបស់យើងរៀបការជាមួយនឹងគេទៅគេនឹងក៏ចាប់បានពាក់ចិញ្ចៀនផងអីផងគេថាតួស្រីរបស់យើងយល់ព្រមជាមួយនឹងគេឬមួយក៏យ៉ាងម៉េចតែតួស្រីរបស់យើងក៏បានដោះចិញ្ចៀននឹងកវត្តចោលក៏ថាគាត់មិនបានរៀបការជាមួយនឹងអ្នកណាទេអញ្ចឹងហើយកុំមកពាក់ព័ន្ធជាមួយនឹងជីវិតរបស់គាត់ទៀតអីអញ្ចឹងណាហើយគេម្នាក់ក៏ចាប់បានចង់ដឹងថាតួស្រីរបស់យើងជាអ្នកណាឲ្យពិតប្រាកដហើយគាត់នឹងក៏ចាប់បានបើកបង្ហាញមុខថាបើសិនជាចង់ឃើញមុខរបស់គាត់នឹងឲ្យលោកឈិនហៅនេះបានឃើញថាគាត់គឺជាអ្នកណាឲ្យពិតប្រាកដណាដល់ពេលបើកមុខមកគាត់នឹងក៏បានថាថាតួស្រីរបស់យើងនេះចង់មកកែបន្លំអីនៅក្នុងនឹងទៀតហើយចំណែកគេនឹងក៏ចាប់បានហែកគេតួស្រីរបស់យើងថាតួស្រីរបស់យើងនេះគឺជាអតីតប្រពន្ធរបស់គាត់ដែលរលូតកូនដែលគាត់វាថាយកមកពីកន្លែងក៏បានកំព្រាផងអីផងណាសត្វតែពេលហ្នឹងឪពុករបស់តួស្រីរបស់យើងក៏ចាប់បានចូលមកប្រកាសឲ្យមហាជនបានដឹងថាតួស្រីរបស់យើងគឺជាកូនរបស់គាត់ធ្វើឲ្យលោកឈិនហៅនេះក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនហើយចំណែកឪពុករបស់តួស្រីរបស់យើងក៏ចាប់បានប្រកាសតែម្ដងធ្វើឲ្យលោកឈិនហៅនេះគេនឹងក៏ចាប់បានលុតជង្គង់សុំអង្វរតួស្រីរបស់យើងសុំទោសទៅលើតួស្រីរបស់យើងដែលគេយល់ច្រឡំណាប៉ុន្តែតួស្រីរបស់យើងក៏បាននិយាយទៅប្រាប់មហាជនទាំងអស់វិញថាដោយសារតែក្រុមគ្រួសាររបស់លោកទើបធ្វើឲ្យខ្ញុំនេះវេទនាទៅធ្វើឲ្យខ្ញុំនេះរលូតកូនគឺដោយសារតែលោកទាំងអស់តែម្ដងអញ្ចឹងហើយអ្នកទាំងអស់គ្នាគេខឹងថាហេតុអីបានជាប្តីនឹងថោកទាបដល់ថ្នាក់ហ្នឹងគេនឹងក៏ចាប់ផ្ដើមកំចាត់ទៅលើលោកឈិនហៅវាយទៅលើលោកឈិនហៅនឹងឯងគឺគេមិនឲ្យលោកឈិនហៅនេះរួចខ្លួនតែដោយសារតែធ្វើបាបទៅលើមនុស្សស្រីទុនខ្សោយអញ្ចឹងណាលោកឈិនហៅចេញមកវិញគេខឹងផងអីផងគេនឹងក៏ចាប់ផ្ដើមថាគេនឹងមកសងសឹកជាមួយនឹងតួស្រីយើងវិញហើយចំណែកគេក៏បានមកប្រាប់ជាមួយនឹងម្ដាយរបស់គេថាតួស្រីរបស់យើងគឺឲ្យកូនចៅរបស់គេនេះមកវាយគេផងអីផងដែលអ្នកដែលស្នងតំណែងក្រុមគ្រួសារសាននោះគឺមិនមែនជាអ្នកនាងឈិនទេគឺជាតួស្រីរបស់យើងដែលយើងបានបោះបង់ចោលអីអញ្ចឹងណាប៉ុន្តែម្ដាយគេនឹងក៏ចាប់ផ្ដើមមានគំនិតថាទោះជាយ៉ាងម៉េចក៏ដោយគេមិនទាន់លែងលះជាមួយនឹងកូនដែរទេអញ្ចឹងកូនត្រូវតែតាក់ទងជាមួយនឹងនាងវិញដើម្បីយកមកទ្រព្យសម្បត្តិរបស់យើងយកមកកាន់កាប់ឬមួយក៏ចែកភាគហ៊ុនគ្នាពាក់កណ្ដាលអីអញ្ចឹងណាហើយចំណែកតួស្រីរបស់យើងនៅឪពុករបស់គាត់ក៏ចាប់ផ្ដើមប្រកាសផងជប់លៀងផងអីផងនេះក៏ឃើញវត្តមានរបស់ពួកគាត់ទាំងពីរនាក់នេះចូលមកខាងក្នុងវិញដើម្បីមកទាមទារបើសិនជាមិនព្រមស្រឡាញ់ទៅលើកូនរបស់គេវិញទេគឺគេចង់ឲ្យក្រុមគ្រួសារសាននេះកាត់ទ្រព្យសម្បត្តិពាក់កណ្ដាលមកឲ្យគេដោយសារតែគេជាមួយនឹងតួស្រីរបស់យើងគឺមិនទាន់លែងលះគ្នាដាច់ទេណាប៉ុន្តែគឺបានអ្នកមីងហើយនឹងឪពុករបស់គាត់នឹងឯងគឺបានជួយទៅតួស្រីរបស់យើងថាគាត់មិនឲ្យកូនរបស់គាត់ទៅពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារថោកទាបបែបហ្នឹងទេគេនឹងក៏ចាប់ផ្ដើមឡាំប៉ាទៅដាក់តួស្រីរបស់យើងនិងឪពុករបស់តួស្រីរបស់យើងណាប៉ុន្តែគ្មានអ្នកណាអាចជួយបានទេដោយសារតែពួកគាត់គឺជាក្រុមគ្រួសារដែលស្មោកគ្រោកថោកទាបបំផុតនេះហើយគាត់នឹងក៏បានឲ្យកូនចៅរបស់គាត់នេះចូលមកតាមមានអ្នកណាហ៊ានប៉ះទៅលើតួស្រីរបស់យើងគាត់នឹងឆក់បកាយបកិនអីចឹងទៅហើយតួស្រីរបស់យើងក៏បាននិយាយថានេះហើយគឺជាម្ដាយក្មេកចិត្តខ្មៅរបស់ខ្ញុំដែលតែងតែធ្វើបាបខ្ញុំឯណាហើយពួកគាត់នេះក៏ចាប់ផ្ដើមមកដល់ផ្ទះវិញគេនឹងក៏ចាប់ផ្ដើមអភិផាមើលថ្នាក់ថ្នមកូនរបស់គេចាយដន់អីនេះតួស្រីរបស់យើងគាត់នឹងក៏ចាប់ផ្ដើមចូលមកហើយគេនឹងក៏ចាប់ផ្ដើមរកវាយតួស្រីរបស់យើងក៏ឪពុករបស់តួស្រីនិងកូនចៅរបស់គាត់នេះចូលមកហើយគាត់នឹងក៏ចាប់ផ្ដើមឲ្យយកសម្លៀកបំពាក់នេះចេញទៅហើយគឺគាត់ក៏បាននិយាយថានេះគឺជាផ្ទះរបស់គាត់ដែលគាត់ខំសន្សំទិញអស់រយៈពេលជាច្រើនឆ្នាំអញ្ចឹងហើយឲ្យអ្នកទាំងពីរនេះជឿចេញពីផ្ទះរបស់គាត់ទៅហើយចំណែកម្ដាយក្មេកក៏សួរថាតួស្រីរបស់យើងគឺជាកូននៅកម្មាកំព្រាតើតួស្រីរបស់យើងនេះមានលុយមកពីណាទិញគាត់នឹងក៏បាននិយាយថាដោយសារតែគាត់នឹងឯងគឺគាត់ខំប្រឹងប្រែងជាមួយនឹងក្រុមគ្រួសារដើម្បីឲ្យក្រុមគ្រួសារបានផ្ទះបានអីនៅគឺដោយសារតែគាត់អញ្ចឹងហើយគឺជាផ្ទះកម្មសិទ្ធិរបស់គាត់ដែលគាត់ខំប្រឹងប្រែងបងរំលោះគេផងវាថាធ្វើលក់ដូរផងអីផងដឹកអីវ៉ាន់ឲ្យគេផងសពគ្រប់បែបយ៉ាងដើម្បីឲ្យក្រុមគ្រួសារនឹងមានគុំកើទេណាប៉ុន្តែក្រុមគ្រួសារគឺគេបំភ្លេចគាត់ចោលអញ្ចឹងហើយគឺត្រូវតែចេញពីកន្លែងផ្ទះរបស់គាត់ទៅគឺគាត់ចាប់ផ្ដើមដេញចេញប៉ុន្តែគាត់នឹងក៏បាននិយាយថាអត់មានអ្នកណាជាម្ចាស់ផ្ទះនៅកន្លែងហ្នឹងទេគឺជាផ្ទះរបស់គាត់ក៏ចាប់ផ្ដើមបកគោប្រកាសប្រាប់មហាជនថាតួស្រីរបស់យើងគឺជាកូនប្រសារដែលបានកូនជាអ្នកមានបានឪជាអ្នកមានហើយមកដេញកូនឬមួយក៏អម៉ែក្មេងជាមួយនឹងប្តីចេញអីចឹងណាប៉ុន្តែតួស្រីរបស់យើង
ថានេះគឺជាផ្ទះរបស់គាត់ដែលគាត់ខំទិញអញ្ចឹងហើយគឺគាត់ត្រូវតែចេញក្រុមគ្រួសារដែលថោកទាបបំផុតនេះគឺគាត់មិនអាចឲ្យរស់នៅក្នុងក្រុមគ្រួសាររបស់គាត់បានទេគេសួរថាណាប្លង់ដីតែតួស្រីបើយើងមានឬមួយក៏អត់តួស្រីបើយើងថាគាត់ចង់ដឹងប្លង់ដីរបស់គាត់ធ្វើអីគឺគាត់ជាអ្នកទិញពិតប្រាកដហើយគាត់នឹងក៏ចាប់បានថាអ្នកមីងចង់មើលចាំខ្ញុំឲ្យមើលគេនឹងក៏ចាប់បានប្រខែឲ្យគេមើលមកខ្លាំងឲ្យគេមើលមកមានណាតួស្រីបើយើងគឺគាត់មិនបានខ្លាចទេដោយសារតែគាត់គឺជាមាសសុខដែលគាត់មិនខ្លាចភ្លើងទេដោយសារអីគឺតួស្រីបើយើងគឺជាអ្នកទិញពិតប្រាកដមែនធ្វើឲ្យកូននៅគេនឹងក៏ចាប់បានមិនហ៊ានតវ៉ាអីជាមួយនឹងម្ដាយណាធ្វើឲ្យម្ដាយនឹងគេក៏ចាប់បានឡាំប៉ាជាមួយនឹងតួស្រីផងអីផងប៉ុន្តែគឺតួស្រីបើយើងបានហែកមុខហែកមាត់អស់ហើយអញ្ចឹងហើយពួកគាត់ក៏ចាប់បានសងសឹកជាមួយនឹងម្ដាយនឹងកូននឹងរួចរាល់ហើយចំណែកតួស្រីបើយើងក៏បានអរគុណទៅអ្នកមីងដែលគាត់បានជួយជ្រោមជ្រែងមកគាត់បានជួយជ្រោមជ្រែងធ្វើឲ្យគាត់នេះមានរហូតដល់សប្តាហ៍ថ្ងៃនេះក៏បានជួបជាមួយនឹងឪពុករបស់គាត់វិញឪពុករបស់គាត់ក៏បានប្រាប់ថាគាត់នឹងឲ្យអ្នកមីងនឹងធ្វើជាការងារធំមួយនៅក្នុងក្រុមហ៊ុនរបស់គាត់ណាតួស្រីបើយើងក៏បានអរគុណទៅឪពុកដែលឪពុកនេះជួយជ្រោមជ្រែងពួកគាត់ទាំងពីរនាក់ហើយគាត់ក៏បានភ្លេចគុណអ្នកមីងដែររឿងយើងក៏ចាប់តែត្រឹមនឹងដែរ